ចាជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំរៀបចំធ្វើម្ហូបចាថ្ងៃនេះធ្វើពីរមុខតែគ្រាន់ថាបន្លែខុសគ្នាអញ្ចឹងណាបងប្អូនឆាគ្រឿងម្ទេសផ្លោកជាមួយសាច់ជ្រូកចាសាច់ជ្រូកហើយមួយទៀតគឺឆាផ្សិតជាមួយម្ទេសផ្លោកដែរតែមិនឆាគ្រឿងទេណាឆាផ្សិតផ្លូវមាន់យើងហ្នឹងចាព្រោះថាឆាម្ទេសផ្លោកជាមួយសាច់ជ្រូកហ្នឹងនៅសល់សាច់ជ្រូកនៅសល់ម្ទេសផ្លោកអញ្ចឹងក៏មានផ្លូវមាន់ស្រាប់ហើយក៏ឆាមួយមុខទៀតទៅចាហាន់ម្ទេសផ្លោកហើយម្ទេសហាវ៉ៃហ្នឹងក៏ហាន់សាច់ជ្រូកចាបងប្អូនខ្ញុំអត់បាននេះខ្ញុំឆានឹងមិញហ្នឹងអត់បានគិតថាជំរាបរឿងដាក់គ្រឿងអីមុនទេប៉ុន្តែខ្ញុំមានគ្រឿងបុកស្រាប់ហ្នឹងណាយើងមានខ្ទឹមមានអីស្រាប់គ្រឿងក្រៅស្រាប់ហ្នឹងខ្ញុំអត់ប្រើខ្ទឹមទេអញ្ចឹងខ្ញុំក៏ចាក់ភេងឆាហើយខ្ញុំដាក់គ្រឿងហ្មងខ្ញុំឆាគ្រឿងហើយខ្ញុំដាក់សាច់អញ្ចឹងបងប្អូនចាបងប្អូនក៏ចេះធ្វើដែរតែអញ្ចឹងទៅក៏ធ្វើកាត់អញ្ចឹងណាចាអាគ្រឿងបុកទុកស្លមជូរគ្រឿងអីហ្នឹងបងប្អូនចាឥឡូវឆ្អិនមួយមុខហើយមានអីពិបាកមានគ្រឿងកិនស្រាប់ហ្នឹងយើងដាក់តែប្រេងឆាមិនបាច់ប្រើខ្ទឹមទៀតទេព្រោះមានខ្ទឹមនៅក្នុងហ្នឹងហើយអញ្ចឹងក៏ឆាចាដាក់សាច់ទៅដាក់គ្រឿងហើយដាក់សាច់ចឹងទៅឆាឲ្យឆ្អិនចាក់ទឹកមួយងាស់ឲ្យសាច់ឆ្អិនចឹងណាចាហើយក៏ប្រើម្ទេសហាវ៉ៃម្ទេសផ្លោកនឹងនេះមួយមុខទៀតគឺសាច់ឆាសាច់ជ្រូកដាក់ប្រេងឆាដាក់ខ្ទឹមសដាក់សាច់ជ្រូកឆាចូលឲ្យឆ្អិនសិនសំខាន់សាច់ជ្រូកធ្វើមិនអត់ឲ្យឆាលំទេអត់បានទេតែខ្ញុំឆានេះសាច់ជ្រូកគឺខ្ញុំចាក់ទឹកបន្តិចហើយខ្ញុំមកងាស់តតែហ៊ីងហើយខ្ញុំឆាអញ្ចឹងបងប្អូនចាហើយចាក់ផ្សិតចាផ្សិតផ្លូវមាន់ហ្នឹងចាខ្ញុំយកចំហុយយកមកហែកវាជានិជាណាចាហើយចាក់ម្ទេសហាវ៉ៃចូលចាងាយទេបងប្អូនម្ហូបនេះចាឆាត្រឡប់ចុះត្រឡប់ឡើងឆ្អិនជាការស្រេចហើយក៏ចុងក្រោយបងជីវ៉ាន់ស៊ុយហើយចារួចរាល់អរគុណបងប្អូនដែលបានមើលការធ្វើម្ហូបរបស់នាងខ្ញុំខុសឆ្គងអីកុំប្រកែកប្រកាន់ចាសូមសុខសប្បាយទាំងអស់គ្នាចាសុខទាំងអ្នកធ្វើម្ហូបផងដែរចាអរគុណ